บសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយទៀតហើយគឺស្លឹកត្រចៀកជ្រូកជាមួយនឹងទឹកត្រីរបស់យើងគឺខ្ញុំធ្វើពីមុខទឹកត្រីផ្អែមជាមួយនឹងទឹកត្រីកោះកុងសូមអញ្ជើញពុកម៉ែបងប្អូនឆ្ងាញ់ជាមួយខ្ញុំទាំងអស់គ្នាចា៎ហើយបន្លែរបស់យើងមានដូចជាការ៉ុតជីនឹងវងបន្តិចទឹកសក់សាឡាត់ហើយនឹងប៉ៃបូកូហើយនឹងប៉េងប៉ោះចា៎ឆ្ងាញ់ពុកម៉ែបងប្អូនឆ្ងាញ់
សូមជម្រាបលាពុកម៉ែបងប្អូនបាយបាយ